បឋមខ្ញុំបាទក៏ដូចជាសមាជិកក្រុមទាំងអស់សូមអនុញ្ញាតគោរពនិងជំរាបសួរពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូមួយនេះផងដែរថ្ងៃនេះពួកយើងទាំងអស់គ្នាបានមកដល់ទីតាំងផ្ទាល់របស់ប្រាសាទនាងខ្មៅដើម្បីសិក្សាស្វែងយល់ក៏ដូចជាស្រាវជ្រាវអំពីប្រាសាទនេះចង់ដឹងថាប្រាសាទនាងខ្មៅមានប្រវត្តិការកសាងរឿងព្រេងស្ថាបត្យកម្មស្ថានភាពបច្ចុប្បន្នក៏ដូចជាលក្ខណៈទូទៅរបស់ប្រាសាទយ៉ាងណានោះសូមរីករាយស្ដាប់និងតាមដានទស្សនាវីដេអូមួយនេះដូចតទៅប្រាសាទនាងខ្មៅមានទីតាំងស្ថិតនៅក្នុងភូមិចាឃុំរវៀងស្រុកសំរោងខេត្តតាកែវនិងមានចម្ងាយ3គីឡូម៉ែត្រពីភ្នំជីសូរដោយភ្នំជីសូរនិងប្រាសាទនេះមានការជួបទាក់ទងគ្នាយ៉ាងខ្លាំងនៅក្នុងរឿងព្រេងនិទានប្រាសាទនេះផងដែរមានចម្ងាយប្រមាណជាជាង27គីឡូម៉ែត្រពីទីរួមខេត្តតាកែវនិងចម្ងាយប្រមាណជាជាង52គីឡូម៉ែត្រពីរាជធានីភ្នំពេញប្រាសាទនេះស្ថិតនៅក្នុងវត្តនាងខ្មៅតែម្ដងដោយវត្តនាងខ្មៅត្រូវបានហ៊ុមព័ទ្ធដោយរបងស៊ីម៉ង់ប្រមាណជា2ទៅ3ម៉ែត្រហើយច្រកចូលនៃវត្តគឺមានចំនួន3ទិសគឺនៅទិសខាងលិចទិសខាងត្បូងនិងទិសខាងកើតនៅក្នុងបរិវេណប្រាសាទក៏មានការជីកស្រះទឹកបន្ថែមផងដែរប្រាសាទនាងខ្មៅត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី4នាសម័យអង្គរសតវត្សទី10ក្នុងឆ្នាំ921ដល់941តាមរចនាបថកកេរដែលដើម្បីឲ្យទៅដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនាសប្តាហ៍ថ្ងៃប្រាសាទនាងខ្មៅមានទូប៉មចំនួន2តម្កល់រូបកលកិននិងព្រះនាងកាលីឬនាងខ្មៅប៉ុន្តែបច្ចុប្បន្នរូបបដិមាទាំងពីរនោះគឺត្រូវបានយកទៅរក្សាទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញរីឯលក្ខណៈពិសេសរបស់ប្រាសាទនោះគឺនៅលើជញ្ជាំងមានគំនូរពណ៌ដែលបង្ហាញអំពីរឿងទេវកថានៃសាសនាព្រាហ្មណ៍ចំណែកឯទូប៉មខាងត្បូងក៏មានបន្សល់ទុកនៅគំនូរចំនួន3ផ្ទាំងផងដែរគឺគំនូរទី1រូបព្រះវិស្ណុរួមគំនូរទី2រូបព្រះវិស្ណុកាន់កិត្តនភ័ណ្ឌចំណែកឯគំនូរទី3គឺរូបគំនូរព្រះវិស្ណុឈាន3ជំហានប៉ុន្តែគួរឲ្យសោកស្ដាយសប្តាហ៍ថ្ងៃគំនូរទាំងនោះគឺត្រូវបានរលត់បាត់អស់ទៅហើយប្រាសាទនាងខ្មៅគឺស្ថិតនៅក្នុងរចនាបថកកេរដោយចាប់ផ្ដើមកសាងសំណង់ចាប់ពីគ្រិស្តសករាជឆ្នាំ921ដល់ឆ្នាំ945នៅក្នុងសតវត្សទី10រចនាបថកកេរនេះដែរបានលេចរូបរាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី4ដោយរូបចម្លាក់មានចលនាដូចជាព្រះសិវៈរួមឬគ្រុឌដែរជាដើមចំណែកឯផ្តែរគឺមានការលុបត្បូងឈូកចោលហើយដាក់រូបទេពប្រណម្យជំនួសវិញចំពោះសសរពេជ្រមានការឆ្លាក់ក្បាច់ចិញ្ចៀននិងក្បាច់ស្លឹកឈើគួរបញ្ជាក់ផងដែរថាក្រៅពីប្រាសាទនាងខ្មៅក៏មានប្រាសាទកោះកេរដែលស្ថិតនៅក្នុងរចនាបថកោះកេរផងដែរលក្ខណៈទ្វេចូលនៅប្រាសាទលក្ខណៈទ្វេចូលនៅប្រាសាទហ្នឹងជាលក្ខណៈទ្វេបញ្ឆោតដែលយើងឃើញថាទ្វេបញ្ឆោតមាន3ចំណែកឯទ្វេចូលមានតែមួយទេដែលមានគេនិយាយថាក្នុងទ្វេបញ្ឆោតហ្នឹងគឺជាច្រកទ្វេសម្រាប់អតិថិតែបើតាមមើលជាក់ស្ដែងគឺសម្រាប់តម្រប្រាសាទទៅវិញទេព្រោះប្រាសាទវាធ្ងន់ហើយមួយវិញទៀតក៏ដូចជាលម្អតួប្រាសាទផងដែរបើចូលមកដល់ផ្នែកដំបូលប្រាសាទខាងក្នុងវិញយើងឃើញថាដំបូលប្រាសាទហ្នឹងមានរាង4ជ្រុងហើយមានពន្លូនចេញមកពន្លូនហ្នឹងសម្រាប់ទំពក់ពីដានេះឲ្យជាប់ហើយមួយវិញទៀតដំបូលជាន់លើបង្ខិតខ្លាំងហើយបង្ខិតចូលបន្តិចវិញធ្វើបែបហ្នឹងរហូតដល់ដំបូលបិទចិត្តហើយនៅលើពីដានេះយើងឃើញថាមានជញ្ជាំងនៅលើពីដាគូបញ្ជាក់វិញថាបើប្រាសាទកាន់តែខ្ពស់ដំបូលកាន់តែតូចបើប្រាសាទកាន់តែតូចដំបូលវិញកាន់តែធំឥឡូវនេះយើងចូលមកដល់ផ្តែរនៃប្រាសាទនាងខ្មៅទូលប៉មហាងត្បូងមុនដំបូងខ្ញុំសូមបញ្យល់នៅចំណុចរបស់ផ្តែរដល់អ្នកនរគ្នាបានយកច្បាស់ជាមុនសិនផ្តែរគឺជាបន្ទះក្
ដាឬបន្ទះថ្មដែលភាគច្រើនដែលគេស្គាល់ថាជាផ្ទាំងចម្លាក់ដែលបុព្វបុរសខ្មែរយើងគាត់និយមធ្វើនៅលើមេឃទ្វារក្រោមហោជាងនិងត្រដោយសសរពេជ្រមួយគូហើយផ្តែរនេះដែរក៏គេបានដឹងអំពីអាយុកាលរបស់ប្រាសាទដែរនាងខ្មៅគឺមានទូប៉មចំនួន2ដែលទូប៉មមានទូប៉មខាងជើងនិងទូប៉មខាងត្បូងប៉ុន្តែឥឡូវនេះគឺខ្ញុំសូមលើកយកតែផ្តែរដែលស្ថិតនៅទូប៉មខាងត្បូងប៉ុណ្ណោះទេដោយសារតែផ្តែរដែលនៅទូប៉មខាងជើងហ្នឹងគឺមានលក្ខណៈខូចខាតអស់ច្រើនអញ្ចឹងហើយគឺយើងមិនអាចពិបាកនៅក្នុងការបកស្រាយហើយតាមការស្រាវជ្រាវផងដែរគឺมันមានឯកសារណាបញ្ជាក់ពីផ្តែរខាងជើងថាមានអត្ថន័យបែបណានោះទេចំពោះនេះគឺជារូបពេញរបស់ផ្តែរនៃប្រាសាទទូប៉មខាងត្បូងចូលដល់ដំបូងគេគឺសូមអ្នកនរគ្នាសង្កេតទៅលើស្លឹកឈើកម្រងស្លឹកឈើនេះគឺគេធ្វើឡើងជាលក្ខណៈរាងដូចដងធ្នូសម្រងចុះក្រោមហើយនៅចុងកម្រងមែកឈើនេះគេធ្វើជាក្បាច់រូបមកបែរមុខចេញដោយខ្ជាក់នាគសម្រាប់រូបមកនេះដែរគឺជាសត្វមកសមុទ្រដែលមានមាត់ក្រពើមានប្រម៉ៃដំរីនិងមន្ទាកតុយត្រីសត្វមកនេះគឺទទួលឥទ្ធិពលពីឥណ្ឌាកាលនៅឥណ្ឌាបុរាណគេនិយមមកនេះខ្លាំងហើយចូលម្ដងកន្លែងកម្រងមែកឈើដែលមានរាងដូចអង្កត់ធ្នូនេះគឺសូមឲ្យអ្នកគ្នាអង្កេតទៅលើកន្លែងក្បាច់របស់គេនេះដែលគេបានឆ្លាក់ជាក្បាច់រាងដូចថ្នាំងអំពៅហើយក្បាច់ថ្នាំងអំពៅនេះដែរគឺមានក្បាច់ប្រភេទជាដូចផ្កាច័ន្ទណាហើយនៅចន្លោះផ្កាច័ន្ទមើលទៅចេញជាក្បាច់រាងត្រីកោណ4ទល់គ្នាអញ្ចឹងហើយនៅពេលដែលស្លឹកឈើរាងត្រីកោណ4ទល់គ្នានេះវាបានបង្កើតជាចេញជាសញ្ញាគុណហើយក្បាច់ថ្នាំងអំពៅបែបនេះដែរគឺវាស្ថិតនៅក្នុងសតវត្សទី9ដល់ទី10តែប៉ុណ្ណោះក្រុមមុខបបកានេះគឺគេបានឆ្លាក់ជាក្បាច់ស្លឹកឈើរាងត្រីកោណសម្រងចុះក្រោមនិងគេបានធ្វើជារូបទេពផុសចេញជាផ្កានឹងតែម្ដងហើយនេះក៏បន្តចេញពីព្រះគោផងដែរមិនថាព្រះគោទេទោះបីរចនាបាក់ខែងក៏យើងមើលឃើញមានដែរបន្តមកទៀតយើងទៅមើលនៅផ្នែកខាងលើនៃផ្តែរវិញរូបព្រះកាគឺមានទំហំរាងធំហើយគេធ្វើជាលក្ខណៈព្រះកាខាងមែកឈើហើយព្រះកានេះដែរគឺជាទេពនៃពេលវេលាហើយបើយើងទៅមើលនៅលើក្បាលព្រះកាគឺគេបានឆ្លាក់ជាស្លឹកឈើរាងត្រីកោណបាសឡើងទៅលើដោយគេបានឆ្លាក់ជារូបទេពផុសចំកណ្ដាលរបស់ស្លឹកឈើនោះចូលមកដល់ស្លឹកឈើដែលនៅក្រោមធ្នូក្រោមកម្រងមែកឈើដែលគេបានឆ្លាក់ក្បាច់វារាងដូចជាទំពក់ហើយសម្រងចុះក្រោមហើយក្បាច់ស្លឹកឈើនេះដែរវាមានលក្ខណៈរលាស់ដែលយើងមើលទៅវាដូចមានជីវិតចឹងហើយចូលដល់ចំណុចដែលជាប់នឹងស្លឹកឈើនេះគឺយើងមិនឃើញមានការធ្វើផ្ការរំយោលនោះទេគឺគេបានចំនួនមកវិញគឺចុងស្លឹកឈើដែលទាំងអស់នេះបន្តមកពីរចនាបថព្រះគោចូលមកដល់ចំណុចខាងក្រោមគេបង្អស់នៃផ្តែរនេះគឺយើងសង្កេតឃើញថាមិនឃើញមានក្បាលសសរនោះទេគឺបានចំនួនមកវិញគឺកម្រងការឈុកជាជួរតែមានន័យថាគេបានធ្វើជាក្បាច់ជាកម្រងការឈុកពីចុងម្ខាងទៅចុងម្ខាងនៅត្រង់ចំណុចនេះគឺវាស្ថិតនៅក្នុងរចនាបថកោះកេរចំតែម្ដងបើសិនរចនាបថបាក់ខែងរចនាបថព្រះគោគឺនៅមានក្បាលសសរប៉ុន្តែរចនាបថកោះកេរនេះគឺមិនមានក្បាលសសរនោះទេឥឡូវនេះគឺខ្ញុំសូមបំបែអារម្មណ៍អ្នកនរគ្នាមក
សង្កេតទៅលើទៅមើលនឹងស្លឹកឈើនៅលើកម្រងមែកឈើនេះម្ដងគឺគេបានឆ្លាក់ជាក្បាច់ស្លឹកឈើរាងដូចពពួកប៉ុន្តែបាសឡើងទៅលើវិញហើយបន្ទាប់មកនៅតាមក្បាច់ស្លឹកឈើនេះគេបានឆ្លាក់ជារូបទេពហើយរូបទេពនេះដែរផុសចេញមកផងដែរហើយខ្ញុំក៏សូមបញ្ជាក់បន្តិចនៅលើក្បាលរបស់ព្រះកាគឺវាមានលក្ខណៈដូចស្លឹកឈើដែរដែលស្ថិតនៅខាងក្រោមមាត់ព្រះកាដែលគ្រាន់តែស្លឹកឈើនៅលើក្បាលព្រះកាមានទំហំធំជាងស្លឹកឈើនៅលើគេបង្អស់នៃផ្តែរយើងឃើញមានរូបបដិមាមួយជួរដែលមានទំហំតូចអ្នកនរគ្នាអាចមើលបានរូបបដិមាហ្នឹងគឺគេធ្វើពីចុងម្ខាងទៅចុងម្ខាងដែលពោពេញទៅដោយរូបបដិមាតែម្ដងតែគេឆ្លាក់ជារាងតូចពេលមើលទៅហាក់ដូចជាមានរូបបដិមាច្រើនចឹងក្បាច់នេះវាបានបន្តមកពីព្រះគោផងដែរហើយអ្នកនរគ្នាមានឆ្ងល់ទេថាភាគច្រើនផ្តែរនេះគឺស្ថិតនៅក្នុងរចនាបថកោះកេរតែពិតមែនប៉ុន្តែពេលយើងមើលទៅក្បាច់នៃរចនាក្បាច់រូបដូចជាកម្រងមែកឈើស្លឹកឈើវាសុទ្ធសឹងតែស្ថិតនៅក្នុងរចនាបថព្រះគោឥឡូវនេះយើងក៏លេខមកមើលសសរពេជ្រនៃប្រាសាទនាងខ្មៅវិញម្ដងយើងឈរពីមុខប្រាសាទនឹងឃើញសសរពេជ្រអមសងខាងប្រាសាទនាងខ្មៅប្រាសាទនាងខ្មៅនេះផងដែរគឺលេចរូបរាងនៅសតវត្សទី10ក្នុងព្រះរាជព្រះបាទជ័យវគ្គមិទេពទី4នៅដើមសតវត្សទី10ដែលបន្តពីរចនាបថព្រះគោនិងរចនាបថព្រះខែងនាងខ្មៅនេះផងដែរបើយើងឈរនៅពីមុខខ្លាំងទ្វារយើងនឹងឃើញសសរពេជ្រចំនួន2មានរាងមូលធ្វើជា8ជ្រុងប្រហែលជាខ្លងរួចបានយកសសរពេជ្រទៅដំឡើងនិងតម្រៀបឥដ្ឋធ្វើប្រាសាទសសរពេជ្រមានក្បាច់លម្អទៅតាមរង្វាន់ចិញ្ចៀនមានផ្កាចន្ទន៍និងមានរាងដូចស្រទាប់ផ្កាឈូកនៅខាងក្រោមផ្កាចន្ទន៍បន្តពីស្រទាប់ឈូកមានជាក្បាច់ពងត្រីហើយបន្តពីក្បាច់ពងត្រីគឺមានស្លឹកឈើរាងត្រីកោណទំហំប៉ុនគ្នាតាមជ្រុងសសរនីមួយទៅចន្លោះស្លឹកឈើហើយមានធ្វើជារំយោលជាផ្ការំចុះឬផ្កាប្រលិតបដិមារបស់ប្រាសាទនាងខ្មៅគឺបដិមាគឺមានចំនួន2បដិមាប្រុសនិងបដិមាស្រីហើយបដិមាប្រុសដែលមានឈ្មោះថាហយគ្រាវជាអវតាររបស់ព្រះវិស្ណុដែលមានក្បាលជាសេះនិងមានដួលខ្លួនជាមនុស្សប្រុសមកុដមានការធ្វើជាកញ្ចាំងតូចពោកចេញមកខាងក្រៅតាមឯក្បង់មកឃើញថាមានការបន្ថែមក្បាច់ច្រើនជាងមុនស្លៀកក្បិនឃើញថាផ្នែកសម្ពុតមានផ្នត់ពេញផ្ទៃសម្ពុតនៅលើផ្លូវខាងឆ្វេងធ្វើគឺជាផ្នត់ប្រឌិតហើយផ្នែកកណ្ដាលមានធ្វើជាសម្ពុតរាងជាកន្ទុយត្រីដែលមានជាសម្ពុតធ្លាក់សំយ៉ងចុះមកក្រោមពីលើខ្សែក្រវ៉ាត់ទាំងសងខាងហ្នឹងហើយនៅពីលើខ្សែក្រវ៉ាត់ផ្នែកកណ្ដាលគឺមានជាផ្នត់រាងដូចផ្ចិតបដិមាទេពស្រីវិញគឺគេហៅថាព្រះនាងលក្ស្មីរចនាបថវិញគឺរចនាបថកោះកេរនៅដើមសតវត្សទី10សម្ពុតវិញត្រង់ចុះមកខាងក្រោមហើយការស្លៀកសម្ពុតវែងមានផ្នត់ពេញផ្ទៃសម្ពុតចំណែកឯជាយសម្ពុតវិញគឺរាងដូចផលិតសម្រងចុះមកខាងក្រោមដូចគ្នានៅផ្នែកខាងមុខនិងគ្មានរំយោលដោយរចនាបថប្រខែងទេជាមនុស្សក៏មានកំណត់រឿងព្រេងនិទានមួយដែលជាប់ពាក់ព័ន្ធនឹងវត្តប្រាសាទនាងខ្មៅនេះក្នុងអតីតកាលយូរទៅហើយមានស្ដេចមួយអង្គព្រះនាមទ្រង់
ព្រះបាទសូរ្យវង្សគង់នៅភ្នំជាសោជាស្ដេចមានមហិទ្ធិឫទ្ធិមានបងអំណាចច្រើនទ្រង់បានសាងសង់ប្រាសាទ5និងជីកស្រះ4នៅលើភ្នំនោះទ្រង់មានបុត្រីមួយអង្គព្រះនាមនាងខ្មៅភ្នំជាសោបើគិតពីលើចុះមកជម្រាបដីគឺប្រហែលជា700 ម៉ែត្រមានទន្លេ4ជ្រុងគឺទន្លេអមមួយទន្លេស្ងួតមួយទន្លេត្រង់មួយនិងទន្លេត្រង់មួយទន្លេទាំង4នេះគឺជាកន្លែងកម្សាន្តរបស់ព្រះអង្គលោកព្រះបត្រីមានវ័យរាជការចម្រុងឡើងបានប្រជញ្ញ16ឆ្នាំព្រះនាងមានរូបឆើតល្អដាច់ស្រ័យក្នុងព្រះនគរថ្ងៃមួយព្រះនាងនឹកឃើញចង់ទៅលេងទន្លេទាំងនោះបានចូលទៅថ្វាយព្រះបិតាព្រះរាជាក៏ទ្រង់ព្រះរាជអនុញ្ញាតហើយទ្រង់ចាត់ឲ្យមនុស្សបម្រើឲ្យរៀបចំហាហោមព្រះរាជដំណើរព្រះនាងទៅសាងក្នុងវេលាថ្ងៃរសៀលគ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិតស្រីទៅនឹងសុខពីសាមឡេមានរូបឆាល្អស្អាតមកជាបុរសឯទៀតបណ្ឌិតនេះមានទីលំនៅនៅក្នុងភូមិខាងលិចភ្នំជីសោចិត្តផ្លូវដែរចុះទៅទន្លេប្រទ្រង់ថ្ងៃនេះបណ្ឌិតស្រីមានសេចក្តីអបសុខចេញទៅលេងចិត្តផ្លូវនោះបានឃើញព្រះនាងខ្មៅពិចារណាថាថ្ងៃនេះជាថ្ងៃមានរូបធំថ្ងៃនេះហើយខ្ញុំបានជួបស្ត្រីគ្រប់នាក់ដែលមានអធិការជាកូនរាជកំសត់ធ្វើម្ដេចលោកបាននាងនោះមកនាងនោះមិនមែនជាស្រីសាមញ្ញទេគឺជារាជបុត្ររបស់ស្ដេចសក្តិគ្នាសោះបណ្ឌិតស្រីចេះតែស្រីធម្មតាខ្លាំងណាស់គិតថានឹងចូលស្ដីតាមច្បាប់ក៏គ្មានសមនឹងប្រព្រឹត្តខុសតែមុខជាស្ដេចយកទៅដល់ស្លាប់តែនឹកឃើញដល់មួយវិជាការដែលខ្លួនចេះទាំងប្រមាណក៏បិទស្លឹកឈើយកមកសូត្រផ្លុំមុនវិជាការនោះហើយមកដំឈើផ្លុំស្លឹកបង្ហាឡើងឯសូរសំឡេងស្លាប់ដែលបណ្ឌិតផ្លុំនោះទៅចុចចំបេះដូងព្រះនាងនោះព្រះនាងក៏ភ័ន្តភានស្មារតីលោកភ្នាក់ឡើងគិតថាអធិការកូនស្ដេចធ្លាប់ស្ដាប់ភ្លេងសូត្រតន្ត្រីសព្វថ្ងៃដែលនោះភ្លេងអ្វីធ្វើចិត្តឯងឲ្យស្លាប់ដូចសំឡេងស្លាប់ឲ្យសោះព្រះនាងសម្ចឹងគិតយូរទៅសំឡេងនោះរត់ទៅពីរោះឡើងលោកព្រះនាងទៅដល់ជួបរូបឆាមកដល់នោះក៏រត់ទៅលើសេចក្តីប្រតិបត្តិខ្លាំងណាស់បានសាកសួរសន្ទនាគ្នាទៅវិញទៅលោកទាំងពីរក៏បាត់និយាយមកថាថ្ងៃក្រោយឲ្យយើងមកជួបគ្នាម្ដងទៀតហើយក៏បែកគ្នារៀងខ្លួនទៅថ្ងៃក្រោយមកព្រះនាងចូលលាព្រះរាជាម្ដងទៀតព្រះរាជាក៏ទ្រង់អនុញ្ញាតឲ្យព្រះនាងទៅក៏ចាប់បំរើហៅហៅជួយដូចសពនោះដែរលោកព្រះនាងក៏ទៅតាមនោះព្រះនាងនិយាយប្រាប់បរិវារថាអ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំមានភារកិច្ចទៅលើបន្តិចនិយាយហើយព្រះនាងក៏សម្ដែងទៅទៅនឹងបណ្ឌិតស្រីលោកបានជួបគ្នាហើយអ្នកទាំងពីរក៏សម្រេចសេចក្តីប្រាថ្នារបស់ខ្លួនពួកបរិវារសង្ស័យក៏មកមើលឃើញអត្តកិរិយាមិនល្អក៏ភ័យភិតភាំងខ្លាចក្រែងស្ដាប់យកទោសដល់ជីវិតពួកបរិវារក៏បានយករឿងនោះមកទូលថ្វាយស្ដេចទ្រង់ខ្លាំងខ្លាំងក៏ហៅពេជ្ជឃាតប្រាប់ថាយកកូនឯងទៅសម្លាប់ឲ្យឆាប់ព្រះអគ្គមហេសីជាព្រះបិតាទ្រង់ក្រាបទូលសូមព្រះរាជាទៀងទួព្រះស្វាមីថាសូមពិចារណាទ្រង់មេត្តាដល់ព្រះរាជាទៀងទួបានកូនយើងទៅនៅវិភពសូមព្រះអង្គគង់សម្រាប់អីគ្រាន់តែបំបោបានចេញពីទីនេះចុះសូមព្រះអង្គអនុញ្ញាតឲ្យទៀនស្ដេចទ្រង់អនុញ្ញាតឲ្យតាមសំណុំពរព្រះមេត្តាស្ដេចទ្រង់បង្គាប់ឲ្យសាងសង់ប្រាសាទ
ទីនៅខាងមុខភ្នំជាសិនចម្ងាយ3លើកពីព្រះដំណាក់រួចហើយស្ដេចបានគប់ដៃនាំព្រះនាងថ្វាយទៅនៅប្រាសាទនោះក៏ជាប់ជាឈ្មោះហាងរហូតមកដល់សពថ្ងៃនេះថាប្រាសាទនឹងថ្វាយតែបើយើងងាកមុខមើលសិលាចារឹកដែលនៅជាប់ទៅនឹងក្លោងទ្វារ5ប្រាសាទវិញគឺជាសិលាចារឹកខាលេខ35ដែលចុះកាលបរិច្ឆេទប្រហែលជាសតវត្សទី10ហើយសិលាចារឹកនេះមានចំនួន10បន្ទាត់ជាភាសាសំស្ក្រឹតក្នុងនោះមានពាក្យស្លោកចំនួន8ស្លោកតែបើយើងរៀបរាប់អំពីអត្ថន័យនៅក្នុងសិលាចារឹកនេះវិញគឺវាបានបង្ហាញអំពីកិច្ចបង្គំវន្ទាចំពោះព្រះវិស្ណុដែលក្រោមរូបភាពជាព្រះស្រីលោកនាគដែលមានព្រះកិត្តិនាមល្បីល្បាញហើយមួយវិញទៀតក៏បានរៀបរាប់អំពីព្រះបាទជ័យវរ្ម័នទី4ដោយបញ្ជាក់អំពីឆ្នាំរបស់ទ្រង់ដែលបានសោយរាជ្យដែលត្រូវទៅនឹងគ្រិស្តសករាជ928ហើយក្នុងនោះក៏បានរៀបរាប់អំពីភាពអង់អាចក្លាហានរបស់ព្រះអង្គនៅក្នុងសមរភូមិនិងមួយវិញទៀតក៏បានបង្ហាញអំពីការទទួលយកព្រះនាងលក្ស្មីមកពីការកូរយកសមុទ្រទឹកដោះយកទឹកអមរិតផងដែរ2016នៃពេលបច្ចុប្បន្ននេះប្រាសាទនេះខ្មែរត្រូវបានគេជួសជុលទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅរួមមានបន្ថែមថ្មដីឥដ្ឋពង្រឹងផ្នែកនិងសសរពេជ្រជាដើមតាមសេចក្តីសន្និដ្ឋានមុនការស្ថាបនាប្រាង្គប្រាសាទទាំងពីរនេះគឺប្រហែលជាមានប្រាសាទចាស់មួយរួចទៅហើយតែក្រោយមកទៀតដោយសារប្រាង្គប្រាសាទទាំងពីរនោះមានការបែកបាក់រំលំអស់ទើបចំណេះក្រោយមកមានព្រះរាជាឬមន្ត្រីធំៗផ្សេងនឹងមកស្ថាបនាប្រាង្គប្រាសាទនេះជាថ្មីម្ដងទៀតដែលមានប្រាង្គពីរនៅលើនិងសាងសង់ក្បែរទីតាំងប្រាសាទបុរាណចាស់នេះដដែលគ្រាន់តែមានការបន្ថែមបន្ថយគ្រឿងលម្អបន្តិចបន្តួចតែប៉ុណ្ណោះ